បាទសួស្តីបងប្អូនរបស់យើងទាំងអស់គ្នាថ្ងៃនេះយើងមកអាប់ដេតប៉ាប៉ារីរបស់យើងដែលជាទីសម្រាប់សម្រាំងក្នុងការធ្វើពូជទីនេះមានអាយុកាល2ខែហើយបាយ2ខែ5 6ថ្ងៃសាមែនទែនបន្ទាប់ពីលេងទឹកហើយសស្គូហ្មងណាឥឡូវយើងកំពុងតែរៀបចំបំពន់ចំណីវាក្នុងរយៈពេល1ខែតើនៅពេលដែលយើងបំពន់ចំណីក្នុងរយៈពេល1ខែវាអាចឡើងគីឡូប៉ុន្មានខ្លួននេះសិតតែមេឈ្មោះដូចជាមានប៉ុន្មាននេះ1 2ទេនេះចំណីដែលយើងបើវាចំណីបើវាគឺយើងមានពពួកមេចំណីកូនមន់លាយដើម្បីឲ្យទារបស់យើងកាន់តែលូតលាស់លឿនព្រោះនៅក្នុងអាយុកាល2ខែនេះក្នុងរយៈកាលចន្លោះពី2ខែទៅ3ខែនេះទាស៊ីច្រើនណាស់ទាស៊ីច្រើនហើយការលូតលាស់របស់វាក៏ច្រើនដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ចិញ្ចឹមទេយើងត្រូវដឹងពីពេលវេលាដែលវាត្រូវលូតលាស់លឿនកាលណាដែលវាលូតលាស់លឿនគឺយើងប៉នចំណីដាក់ថែមនេះគឺល្អមែនតើហើយនៅក្នុងទ្រង់នោះកូនទា King គេកក់យកអស់ហើយអត់មានសល់អីទេកក់អស់លេងហើយយើងស្រឡាញ់ពណ៌សមែនតើណាពណ៌សអត់មានស្រឡាញ់មែនតើប៉ាប៉ារីនេះក្រុមយើងចម្រាញ់សម្រាប់សម្រាំងបានគឺមិនងាយទេយើងកំពុងរៀបចំផែនការយ៉ាងតិចឲ្យបាន50ក្បាលមេ50ឈ្មោល20ចឹងវាសរុបទាំងអស់70អញ្ចឹងមេ50ឈ្មោល20វាសមម៉ោមដើម្បីឲ្យវាផ្ដល់នៅសុទ្ធដែលមានគុណភាពឲ្យយើងក្នុងការភ្ញាស់អញ្ចឹងណាបើជាទូទៅយើងគិតថា5ក្បាលឈ្មោល1អញ្ចឹង5ក្បាលឈ្មោល1 10ក្បាលឈ្មោល5 20ក្បាលឈ្មោលប្រហែលគិតមើលទៅឈ្មោល4បាទដែរហ្នឹងចឹងយើងសម្រាប់សម្រាំងខ្លួននេះមានឈ្មោលរៀងក្រែគ្រាន់តែនេះយើងដាក់មកយើងនៅតែជិតក្នុង30ក្បាលទៀតចឹងយើងចម្រាញ់ធ្វើទ្រុងរបស់យើងនៅខាងតើបានឲ្យមើលទ្រុងប្រហែលធ្វើហើយហ្នឹងណាទ្រុងយើងនឹងរៀបចំធ្វើម៉េចឲ្យហើយមុនខែ5ខែនេះយើងសន្សំពីការលក់កូនទាដើម្បីធ្វើទ្រុងទាឧទាហរណ៍យើងលក់បាន150,000យើងចំណាយទៅលើដែកក្រុងដែកខាងលើបើក្រុងដែកខាងលើយើងគេថា1 $3 10ពី$30ចឹងយើងត្រូវចំណាយអស់ដូចជា2 4 6 8 10 12 14 17 20ដើមដែរចឹងយើង20ដើមវាអស់20,000ជាងចឹង20,000ជាងយើងត្រូវលក់កូនទារបស់យើងបន្តិចអស់60ក្បាលយើង60ក្បាលយើងបានដែរហើយបានដែរនៅសង្កសីយើងបន្តលក់កូនទាទៅដើម្បីអភិវឌ្ឍអូខេអរគុណច្រើនជម្រាបលា